គិតថាមានតែកំពុងថាទទួលបានបទពិសោធន៍អ្វីដែលថ្មីហើយវាជាលើកទី1ដែរសម្រាប់ខ្ញុំដែលបានទៅប្រមូលផ្ដុំហ្វឹកហាត់ទាំងមើលទៅទាំងកន្លែងទីលានហ្វឹកហាត់ទាំងបរិយាកាសគឺវាថ្មីសម្រាប់ខ្ញុំការតាំងចិត្តរបស់ខ្ញុំគឺខ្ញុំមានការតាំងចិត្តតាំងពីខ្ញុំបានជាប់ជាតិលើកដំបូងមកហើយខ្ញុំនឹងបង្ហាញនៅអ្វីដែលខ្ញុំមានបង្ហាញភាពខ្លាំងដើម្បីឲ្យគ្រូគាត់បានមើលឃើញពីសមត្ថភាពរបស់យើងដើម្បីឲ្យគាត់ជ្រើសរើសយកឈ្មោះយើងដល់ដំណាក់កាលចុងក្រោយដើម្បីត្រៀមលេង SEA Games ខាងមុខ